ជាកវីនិពន្ធដ៏ល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី50ដែលមានជំនាញទាំងផ្នែកបទចម្រៀងភាពយន្តនិងសិល្បៈមួយចំនួនទៀតនោះកវីនិពន្ធម្ចាស់ដងស្ទឹងសង្កែលោកគង់ប៊ុនឈឿនជាកូនគ្រួសារកសិករក្រីក្រម្នាក់គាត់មានបងប្អូន2នាក់តែជាអកុសលបងប្រុសរបស់គាត់ត្រូវបានស្លាប់តាំងពីរូបលោកនៅវ័យកុមារមកម្ល៉េះកវីនិពន្ធគង់ប៊ុនឈឿនកើតនៅឆ្នាំ1939នៅក្នុងភូមិចំការសំរោងឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបងលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីតាតកឹមលននៅឆ្នាំ1963ហើយមានកូនចំនួន6នាក់គឺប្រុសម្នាក់និងស្រី5នាក់ហើយខាងនោះកូនចំនួន5នាក់បានទៅរស់នៅប្រទេសន័រវេសនិងកូនស្រីម្នាក់ទៀតរស់នៅរាជធានីភ្នំពេញលោកជាអ្នកសរសេរកាសែតជាអ្នកនិពន្ធប្រឡោមលោកពិរាយប្រឡោមលោកពិកាបកំណាព្យចម្រៀងសេណារីយ៉ូភាពយន្តជាអ្នកដឹកនាំសម្ដែងជាអ្នកនិពន្ធបទភ្លេងក្រៅពីនេះលោកក៏ជាអ្នកគូគំនូរអប់រំផងដែរនៅឆ្នាំ2000លោកជាអ្នកនិពន្ធជនជាតិខ្មែរទី2បន្ទាប់ពីឯកឧត្តមពេជ្រទុំក្រវិលដែលបានទទួលជ័យលាភីស្នាដៃតែងនិពន្ធក្របខ័ណ្ឌអាស៊ានលោកត្រូវបានអ្នកនិពន្ធខ្មែរទាំងឡាយចាត់ទុកថាជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់របស់កម្ពុជាដែលបានបន្សល់ទុកនូវស្នាដៃផ្នែកតែងនិពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់មានប្រឡោមលោកនិងចម្រៀងសម័យដើមដែលមានអធិរាជសម្លេងមាសលោកតាស៊ីនស៊ីសមុទ្រអឹងណារីរស់ស្រីសុធាប៉ាណារ៉ននិងអ្នកចម្រៀងល្បីៗជាច្រើនរូបទៀតដែលបានបកស្រាយហើយស្នាដៃរបស់លោកទាំងនោះនៅតែស្ថិតនៅក្នុងមនោសញ្ចេតនាអ្នកអាននិងអ្នកស្ដាប់រហូតដល់សព្វថ្ងៃនេះជាងនេះទៅទៀតបទចម្រៀងរបស់លោកកវីនិពន្ធគង់ប៊ុនឈឿនភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមខ្មែរដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញចង់ទស្សនាដល់ទីកន្លែងជាពិសេសទឹកដីស្រុកកំណើតរបស់លោកនៅខេត្តបាត់ដំបងតែម្ដងជាក់ស្ដែងបទចម្រៀងល្បីៗរួមមានម្លប់ដូងទី10អាសាច់ជូនម្ដាយអនុស្សាវរីយ៍ក្នុងភ្នំសំពៅកូនស្រីអ្នកនេសាទដែលច្រៀងដោយអ្នកស្រីរស់ស្រីសុធានិងបទរំដួលដងស្ទឹងសង្កែដែលច្រៀងដោយអធិរាជសម្លេងមាសលោកស៊ុនស៊ីសមុទ្រជាដើមកវីនិពន្ធគ្មានគូប្រៀបរូបនេះបានលាចាកលោកទៅក្នុងវ័យ77ឆ្នាំ